សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះដែរគឺយើងមកនិយាយអំពីកងកម្លាំងដ៏អាថ៌កំបាំងមួយនៅក្នុងពិភព Shinobi ដែលជាកង Anbu Black Ops របស់ The Five Great Nation ជាអង្គភាពមួយក្រុមដែលធ្វើការនៅក្រោមភាពស្ងៀមស្ងាត់ហើយខ្មៅងងឹតខ្លាំងមុនចូលដល់ខ្លឹមសារនៃ clip សូមឲ្យអ្នកនរគ្នាកុំភ្លេចជួយ like Subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំតើ Anbu គឺជាអី Anbu គឺជាអ្នកធ្វើការមួយក្រុមដែលលាក់ខ្លួនរបស់ Shinobi Villageពួកគេគឺខុសពី Ninja ធម្មតាត្រង់ថាពួកគេគឺដូចទៅនឹងប៉ូលីសសម្ងាត់មួយរបស់ Village ជាអង្គភាពទីភ្នាក់ងារស៊ើបការនិងជាក្រុមធ្វើឃាតកម្មទៅតាមគោលដៅដែលពួកគេចង់ត្រូវបានគេហៅថា Assassination Unit បើប្រៀបទៅនឹងពិភពពិតពួកគេគឺដូចជាការលាយបញ្ចូលគ្នារវាងកងកម្លាំងពិសេសនិងអង្គការសម្ងាត់ជាអ្នកទទួលរាល់បេសកកម្មងងឹតពិបាកដោះស្រាយហើយគ្រោះថ្នាក់ខ្លាំងអញ្ចឹងយើងចាប់ផ្ដើមដំបូងជាមួយនឹង The Hidden Leafកង Anbu របស់ The Hidden Leaf គឺឈរក្រោមឈ្មោះជាផ្លូវការមួយត្រូវបានគេហៅថា Special Assassination and Tactical Squad ជាកងកម្លាំងពិសេសនិងយុទ្ធសាស្ត្រពួកគេគឺមិនត្រឹមតែប្រមូលព័ត៌មានទេពួកគេក៏អនុវត្តវាផងដែរបេសកកម្មទូទៅគឺមានដូចជាការសម្លាប់ទៅតាមគោលដៅការសួរចម្លើយការស៊ើបការឃ្លាំមើលនិងជ្រៀតចូលទៅដែនដីរបស់សត្រូវអ្វីក៏ដោយឲ្យតែមានការគំរាមកំហែងទៅដល់ Village ពួកគេគឺជាអ្នកដោះស្រាយដោយភាពស្ងៀមស្ងាត់ទាំងអស់ពួកគេគឺដោះស្រាយបញ្ហាដោយគ្មានកិត្តិយសគ្មានពាក្យសរសើរហើយគ្មានឈ្មោះល្បីនៅក្នុងប្រវត្តិសាស្ត្រទេដោយសារតែធម្មជាតិនៃការងារនេះអត្តសញ្ញាណគឺវាជារឿងមួយដែលយើងត្រូវលាក់ហើយវាសំខាន់ណាស់ជាហេតុនេះហើយបានយើងឃើញសមាជិកម្នាក់ៗគឺបិទម៉ាស់ដើម្បីការពារពីអត្តសញ្ញាណពួកគេមិនឲ្យលេចធ្លាយទៅកាន់ពិភពពិតសមាជិកម្នាក់ៗនៅក្នុង Anbu ក៏មិនត្រូវប្រើប្រាស់ឈ្មោះពិតដែរពួកគេគឺប្រើឈ្មោះកូដប៉ុន្តែអីដែលអ្នកនរគ្នាឮគឺវាគ្រាន់តែជាចំណុចដំបូងនៃកង Anbu ប៉ុណ្ណោះនៅក្នុងអង្គភាព Anbu បើសិនជាយើងមានតែកម្លាំងមួយមុខគឺយើងមិនអាច apply ចូល Anbu កើតទេយើងត្រូវតែមានអីមួយផ្សេងទៀតដែលវាខ្មៅងងឹតជាងនេះនោះគឺជាការអនុវត្តទៅតាមបញ្ជាបើទោះបីជាវាជារឿងសុចរិតឬក៏ខុសសីលធម៌ប៉ុណ្ណាក៏ដោយព្រោះនៅក្នុង Anbu បេសកកម្មឬក៏ mission វាជាអីគ្រប់យ៉ាងអញ្ចឹងហើយអត់សូវមានអ្នកគេងាយចូល Anbu បានទេសូម្បីតាគ្រូរបស់ Rock Lee ដែលជា Mike Guy បើទោះបីជាគាត់ខ្លាំងក៏ត្រូវបានគេបដិសេធដែរព្រោះគាត់គឺមិនមានភាពខ្មៅងងឹតគ្រប់គ្រាន់សមាជិក Anbu ម្នាក់ៗគឺត្រូវបានគេបង្រៀនឲ្យបិទអារម្មណ៍ឲ្យបំបែកខ្លួនចេញពីអារម្មណ៍ហើយក្លាយទៅជាឧបករណ៍អាវុធមួយដ៏ល្អឥតខ្ចោះសម្រាប់ការការពារ Village អីដែលខ្លាំងជាងនេះទៅទៀតគឺតាក់ទងទៅនឹងទស្សនៈមួយរបស់សមាជិកក្រុមនៅក្នុង Root គឺជាសាខាសម្ងាត់មួយផ្នែកនៃ Anbu ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Danzo Shimura ខណៈពេលដែល Anbu ផ្សេងទៀតគឺស្ដាប់តាម Hokage តែ Root គឺស្ដាប់តាមតែ Danzo ប៉ុណ្ណោះនិងបន្ទាប់ពីការបាត់បង់តំណែងពី Hokage Danzo ក៏ចាប់ផ្ដើមក្លាយទៅជាមនុស្សម្នាក់ដែលចង់គ្រប់គ្រងអ្វីៗទាំងអស់ហើយក៏បានបង្កើត Root ឡើងឲ្យក្លាយទៅជាអង្គភាពដ៏ខ្មៅងងឹតជាងមុនទៀតនៅក្នុង Root អារម្មណ៍គឺមិនត្រឹមតែបិទទេប៉ុន្តែត្រូវបានលុបចោលទាំងស្រុងសមាជិកគឺត្រូវបានបង្រៀនតាំងពីទូចឲ្យគ្មានអត្តសញ្ញាណគ្មានជម្រើសគ្មានសំណួរគ្មានការសង្ស័យគ្មានសិលធម៌គ្មានអីជាខ្លួនឯងទេដឹងតែម្យ៉ាងគត់គឺ mission អង្គភាព Root គឺមិនត្រឹមតែការពារ Village ទេគឺវាការពារចក្ខុវិស័យរបស់ Danzo ទាំងមូលហើយនេះហើយវាជារឿងដែលគ្រោះថ្នាក់នៅក្នុង The Five Great Nation កង Anbu មួយគឺវាស្រដៀងគ្នាប៉ុន្តែអាចខុសទៅនឹងវិធីសាស្ត្រដែលពួកគេធ្វើ mission និងទស្សនៈនៅក្នុងកង Anbu នោះប៉ុន្តែអង្គភាព Anbu គឺឈរនៅក្នុងគោលបំណងតែមួយគត់គឺរក្សាសន្តិភាពឲ្យ Village ហើយដូចដែលយើងដឹងហើយថានៅក្នុងពិភព Shinobi World សន្តិភាពគឺវាមិនរក្សាក្រោមតែដៃវីរបុរសតែប៉ុណ្្នឹងទេវាត្រូវបានរក្សាដោយមនុស្សមួយក្រុមផ្សេងទៀតដែលហ៊ានធ្វើអីមួយដែលវីរបុរសគឺមិនអាចធ្វើបាននោះគឺជាកង Anbu ទាំងអស់នេះពួកគេប្រៀបដូចជាវីរបុរសនៅក្រោយឆាកដែលហ៊ានដើរចូលភាពងងឹតធ្វើការមួយដែលក្រោមរូបភាពគ្មានឈ្មោះដើម្បីឲ្យតែ Village គឺមានសន្តិភាពហើយចំពោះ Danzo ភាពងងឹតបែបនេះគឺវាមិនលាក់ខ្លួនបានរហូតទេ Hidden Leaf ក៏បានសម្រេចចិត្តបិទ Root ចោលបន្ទាប់ពីមានការព្រួយបារម្ភជាច្រើនអំពីយុទ្ធសាស្ត្រដែល Danzo ធ្វើស្នាដៃនេះគឺធ្វើឡើងដោយ Hokage ទី3ហើយនៅពេលដែល Root គឺហាក់ដូចជាបាត់បង់ឥទ្ធិពលទៅហើយប៉ុន្តែតាមពិត Danzo នៅគ្រប់គ្រងវាដដែលទេគ្រាន់តែមិនត្រូវបានអនុញ្ញាតជាផ្លូវការឲ្យ Danzo កាន់ប៉ុន្តែអង្គការសម្ងាត់នេះគឺនៅតែស្ថិតក្រោមផែនការសម្ងាត់របស់ Danzo គឺនៅតែអាចរក្សាសមាជិកណាដែលស្មោះត្រង់ជាមួយគាត់នឹងនៅតែធ្វើតាមមនោគមវិជ្ជារបស់គាត់ដោយគ្មានការសង្ស័យចាប់ពីពេលនោះទៅ Root គឺមិនមែនត្រឹមតែជា organization តទៀតទេវាគឺជាអីមួយដែលត្រូវបានហៅថាគោលបំណងដែលថាថ្ងៃណាមួយគឺនឹងផ្លាស់ប្ដូរអនាគតរបស់ Hidden Leaf ដោយខ្លួនឯងផ្ទាល់
ហើយដោយដែលយើងបានឃើញព្រឹត្តិការណ៍នេះគឺវាកើតឡើងទៅលើ Uchiha Clan ដែលជាឧទាហរណ៍ដ៏ខ្មៅងងឹតមួយនៅក្នុងឥទ្ធិពលរបស់ Root ហេតុការណ៍នេះកើតឡើងគឺដោយសារតែ Danzo គឺខ្លាចអំណាចរបស់ Uchiha ហើយសង្ស័យថាពួកគេគឺអាចបង្កការបោះបោរប្រឆាំងទៅនឹង Hidden Leaf អញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងទស្សនៈរបស់ Root គឺត្រូវតែលុបបំបាត់ភាពគ្រោះថ្នាក់មុនពេលដែលវាខ្លាចជាការពិតហើយ Itachi ក៏បានចូលមកក្នុងរឿងនេះគាត់ត្រូវបានបង្ខំឲ្យជ្រើសជម្រើសមួយដែលគ្មានណាគេហ៊ានចង់ធ្វើទេដែល Danzo គឺបញ្ចុះបញ្ចូលបង្ខំឲ្យ Itachi គឺដើររកសេចក្តីសម្រេចចុងក្រោយតាក់ទងជាមួយនឹង Village និងគ្រួសារហើយយើងក៏បានឃើញភាពសោកសៅមកដល់ការសម្លាប់រង្គាលទៅលើ Uchiha Clan ហើយវាមិនមែនជារឿងធម្មតាទេវាគឺជាផែនការរបស់អង្គភាព Root ទាំងអស់ដែលពួកគេគឺធ្វើការនៅក្រោមរូបភាពត្រជាក់គិតគូរហើយគ្មានមេត្តាធម៌ដឹងតែម្យ៉ាងគត់គឺការពារ Hidden Leaf បើសិនជាយើងក៏លេចទៅមើល Anbu សមាជិកនៅក្នុងនឹងមានដូចជា Sai គឺត្រូវបានបណ្ដុះបណ្ដាលដោយគ្មានអារម្មណ៍ហើយគាត់គឺដូចជាគ្មានអត្តសញ្ញាណខ្លួនឯងទេគាត់ប្រៀបបីដូចជាឧបករណ៍មួយដែលត្រូវបានបំរើឲ្យ Danzo ហើយសូម្បីតែនៅពេលដែលអង្គភាព Root គឺបាត់បង់ឥទ្ធិពលនេះគឺនៅតែតាមចងរស់នៅជាមួយគាត់ប៉ុន្តែវាក៏ចាប់ផ្ដើមរលាយខ្លះៗនៅពេលដែល Danzo គឺស្លាប់នៅពេលដែលអង្គភាព Root គឺលែងមានអ្នកគេគ្រប់គ្រងសមាជិកខ្លះគឺវិលត្រឡប់ទៅរស់នៅក្នុង Village វិញហើយខ្លះទៀតក៏បានបន្តភាពខ្មៅងងឹតនេះដែលពួកគេគឺធ្លាប់បានគ្រប់គ្រងពីមុនឥឡូវគឺយើងចាកចេញពី Hidden Leaf គឺយើងទៅកាន់ភាគខាងកើតមួយជាទឹកដី Hidden Mist កងអានប៊ូរបស់ Hidden Mist ត្រូវបានគេហៅថាជា Kirikakure Black Orb គឺជាកម្លាំងដ៏អាក្រក់និងមានប្រសិទ្ធភាពបំផុតមួយហើយចំណុចដែលគួរឲ្យភ្ញាក់ផ្អើលនោះពួកគេគឺមិនត្រឹមតែបណ្ដុះបណ្ដាលនៅរឿងផ្លូវអារម្មណ៍ទេប៉ុន្តែពួកគេលើកកម្ពស់នៅភាពខុសខើភាពខុសខើវាคล้ายទៅជាប្រពៃណីដ៏កាយសាហាវមួយចាប់ផ្ដើមចេញពីការប្រឡងបញ្ចប់ការសិក្សាដោយសិស្សនិងក្មេងៗម្នាក់ៗគឺត្រូវតែបង្ខំសម្លាប់គ្នាទៅវិញទៅមកដើម្បីរកអ្នកឈ្នះហើយប្រព័ន្ធបែបនេះគឺវាមិនត្រឹមតែបង្កើតនិនចាខ្លាំងទេវាបានបង្កើតឃាតករដ៏ធំហើយឃាតករទាំងអស់នោះខ្លះក៏បានคล้ายទៅជាសមាជិកអានប៊ូរបស់ Mist អានប៊ូរបស់ Smith គឺមានគោលការណ៍ដូចគ្នាទៅនឹង Hidden Leaf វិធីសាស្ត្រនៅក្នុងការធ្វើ mission និងការរក្សាពាក្យសម្ងាត់របៀបដែលពួកគេធ្វើការយើងអាចលើកយកឧទាហរណ៍ចេញមកពីព្រឹត្តិការណ៍របស់ Rin នៅពេលដែល Anbu Smith គឺរៀបចំគម្រោងធ្វើឲ្យ Rin គឺខ្លាចទៅជាជីនជូរគីនៃ Three Tail គឺយើងបានឃើញពួក Anbu ទាំងអស់ហ្នឹងគឺការពារនៅក្នុងការអមដំណើរហើយបង្កើត vision คล้ายៗមួយជំរុញឲ្យ Kakashi និង Rin គឺវិលត្រឡប់ចូលទៅក្នុង Leaf Village ក្នុងគោលបំណងដើម្បីបញ្ចេញ Three Tail នៅក្នុង Rin ឲ្យកំទេច Hidden Leaf ចោលហើយអានប៊ូរបស់ Smith គឺយើងឃើញមានតំណែងតំណងយ៉ាងជិតស្និទ្ធជាមួយក្រុមដ៏គួរឲ្យខ្លាចមួយតាក់ទងទៅនឹង Seven Ninja Swordsman ពួកគេគឺជាអ្នកប្រតិបត្តិការពិសេសឬក៏យើងហៅថា Silent Killer ការតំណែងតំណងនោះមានដូចជាជាមួយ Sabusa Momochi និង Kushimaru ហើយនៅក្នុងសម័យ Bloody Smith អ្វីៗគឺកាន់តែអាក្រក់ហើយ Village គឺคล้ายទៅជាកន្លែងមួយដ៏កាចសាហាវរហូតទៅដល់ Ninja មួយចំនួនពួកគេគឺបានរត់គេចហើយក៏បានคล้ายទៅជា Road Ninja ឬក៏ Missing Ninដើម្បីដោះស្រាយបញ្ហាហ្នឹង Hidden Mist ក៏បានបង្កើត division ថ្មីមួយក្រោមឈ្មោះ Hunter Nin ជាភារកិច្ចគឺតាមចាប់ Road Ninja ហើយលុបបំបាត់ពួកគេចោលដោយសារតែនៅក្នុង Hidden Mist ការស្លាប់វាមិនមែនជារឿងអីមួយដែលគ្រប់គ្រាន់ទេពួកគេគឺត្រូវតែស្លាប់នៅក្រោមរូបភាពដែលបាត់បង់ឈ្មោះចេញពីប្រវត្តិសាស្ត្រទាំងមូលឥឡូវគឺយើងកាត់ទៅកាន់ទឹកដីមួយទៀតនៅភាគខាងលិចជាដែនដីរបស់ Hidden Sen បើសិនជាយើងប្រៀបធៀបជាមួយ Mist អានប៊ូរបស់ Sen គឺសាហាវដូចគ្នាគោលបំណងការពារ Village រក្សាភាពសម្ងាត់ភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ប៉ុន្តែ Sen គឺមានបញ្ហាខុសគ្នាបន្តិចដោយសារតែ Sen ជា Village មួយដែលត្រូវបានកសាងឡើងនៅក្នុងបរិយាកាសវាលខ្សាច់ដ៏អាក្រក់ពួកគេគឺមានធនធានតិចហើយអានប៊ូគឺត្រូវតែគិតពីយុទ្ធសាស្ត្រឲ្យមែនតើមុននឹងពួកគេធ្វើដើម្បីឲ្យច្បាស់ថា mission នោះគឺមិនខ្ជះខ្ជាយធម្មពលមិនខ្ជះខ្ជាយឱកាសដែលត្រូវធ្វើហើយនៅក្រោម Suna Kakure ក៏មានកងអានប៊ូ Black Ops ផ្ទាល់ខ្លួនដែរបេសកកម្មគឺបម្រើទៅលើ Kazekage ហើយលុបបំបាត់គ្រោះថ្នាក់ក្នុងនិងក្រៅរបស់ Village ហើយកងអានប៊ូរបស់ The Sen នេះគឺជាប់គាំងទៅនឹងរឿងនយោបាយជារឿងមួយដែលវាមិនស្ថិតស្ថេរទេនៅក្នុង Sen Village ព្រោះថាបើទោះបីជាពួកអានប៊ូទាំងអស់នោះគឺស្ដាប់ទៅតាម Kazekage ក៏ពួកគេគឺរងទទួលឥទ្ធិពលពី Elder Consort ឧទាហរណ៍ដ៏ច្បាស់គឺយើងនិយាយពី Gaara មុនពេលដែល Gaara គឺខ្លាចទៅជា Kazekage ទី5 Gaara គឺត្រូវបានជាមនុស្សម្នាក់ដែលគេខ្លាច
មិនត្រឹមតែសត្រូវទេគឺសូម្បីតែ village របស់ខ្លួនក៏ខ្លាចគាត់ដែរពួកនយោបាយទាំងអស់នោះគឺឃើញ Gaara គឺដូចជាអាវុធមុខពីរជាបញ្ហារបស់ village ហើយវាជាអ្វីមួយដែល Gaara មិនអាចគ្រប់គ្រងធម្មពលខ្លួនឯងបានដូច្នេះបាន village គឺព្យាយាមលុបបំបាត់គាត់ម្ដងហើយម្ដងទៀតហើយគ្មាននរណាគេគឺធ្វើបេសកកម្មនេះទេគឺមានតែអានប៊ូរបស់ Sen នឹងពួកគេគឺចង់សម្លាប់ Gaara ចោលហើយបន្ទាប់ពី Gaara គឺខ្លាចទៅជា Kazekage អ្វីក៏វាចាប់ផ្ដើមរៀងផ្លាស់ប្ដូរខ្លះអានប៊ូគឺរៀងស្មោះត្រង់ជាមួយ Kazekage ប៉ុន្តែការវាយប្រហារគឺវានៅតែមិនបញ្ចប់ចឹងបើសិនជាអ្នកនយោបាយទាំងអស់នេះគឺនៅដែនដីពីរចុងក្រោយដែលយើងយកមកនិយាយគឺ Hidden Cloud និង Hidden Stone នៅក្នុង series របស់ Naruto កងអានប៊ូពីរនេះយើងមិនបានឃើញច្រើនទេហើយក៏មិនច្បាស់ពីពួកគេដែរប៉ុន្តែដឹងថា The Hidden Cloud បេសកកម្មទាំងមូលគឺតាមចាប់ Jinchuriki ហើយជា mission ដែលវាគួរឲ្យខ្លាចមួយដែល Ninja កម្រិតខ្ពស់ទាំងអស់នោះគឺធ្វើសម្រាប់ Hidden Stone ពួកគេគឺយើងបានឃើញក្រុមទូចមួយចំនួនផ្សេងទៀតត្រូវបានគេហៅថា Land of Wood យើងបានឃើញពួកអានប៊ូទាំងអស់នោះគឺបានព្យាយាមតាមសម្រាប់ Danzo ដែល Danzo គឺទៅ Fight Kage Summit ខ្ញុំជឿថាអ្នកគាំទ្ររឿង Naruto គឺរៀងអន់ចិត្តជាមួយនឹងអានប៊ូនេះតិចដោយសារតែយើងអត់សូវបានឃើញពីការធ្វើ mission របស់ពួកនឹងដោយផ្ទាល់ទេយើងដឹងតែត្រឹមថាអូខេអានប៊ូគឺ mission របស់ពួកគេគឺធំណាស់ជាអ្នករារាំងសង្គ្រាមជាអ្នកលុបបំបាត់រាល់គ្រោះថ្នាក់នៅក្នុង village ទាំងអស់ប៉ុន្តែគ្រាន់ថាដៃពួកគេគឺអត់ស្អាតមិនសុចរិតហើយមិនយុត្តិធម៌ប៉ុន្តែនៅក្នុងពិភព Ninja ដើម្បីឲ្យសន្តិភាពកើតឡើងគឺត្រូវតែធ្វើរឿងទាំងអស់នេះមិនថាអានប៊ូនៅក្នុង Leaf Sen ឬក៏ Miss Cloud Stone អីទេគឺយើងឃើញស្ថានភាពពួកគេអានប៊ូទាំងអស់នោះគឺដូចគ្នាពួកគេគឺជាអ្នករងទទួលបន្ទុកដូចថ្មប៉ាក់អញ្ចឹងនេះហើយគឺជាកងអានប៊ូរបស់ដែនដីចំនួន5ឬក៏ The Five Great Nation យើងមានប៉ុណ្ណឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm up. Bye bye.